នៅមានសំឡូពងទាគាត់ប្រើភាសាតៃវ៉ាន់ម្ហូបយើងខ្ញុំឆ្ងាញ់ណាស់ពេលលើកម្ហូបដាក់លើតុក៏ប្រើភាសាតៃវ៉ាន់អ្នកគិតថាថៅកែនេះជាជនជាតិណាម្ហូបនេះមិនហឹលទេជាម្ហូបប្រចាំនៅតំបន់ស៊ីអានមានអ្នកចូលចិត្តច្រើនក្មេងក៏ចូលចិត្តដែរត្រូវហើយនេះជាញ៉ាំវត្ថុ3មុខមានសណ្តែកបណ្ដោះការ៉ុតបន្លែឃីមនិងតៅគួរម្ហូបនេះជាម្ហូបស៊ីអានឈ្មោះត្រសក់ហឹលនិងប្រេងខ្លាញ់ត្រជាជ្រូកមើលទៅគួរឲ្យទាក់ទាញចិត្តណាស់នេះសុទ្ធតែជាម្ហូបស្រុកពិតឯមីមួយចាននេះជាមីសុកម្ជូរវាមានរសជាតិម្ហូបស៊ីអានម្ហូបទាំងនេះសុទ្ធតែជាម្ហូបដ៏មានថ្វីដៃរបស់គាត់ពេលខ្ញុំមកតៃវ៉ាន់ដំបូងមិនទម្លាប់ញ៉ាំម្ហូបតៃវ៉ាន់ញ៉ាំតែមីរៀងរាល់ថ្ងៃដំបូងស្វាមីគាត់រកស៊ីនៅចិនដីគោកហើយមានហាងបំបែកនៅក្រុងនិងខេត្តឯហាងភេសជ្ជៈមាន20ហាងនៅក្រុងខេត្តស៊ីអាននិយាយទៅគាត់ជាថៅកែស្រីដែលរកប្រាក់ហូរចូលដូចទឹកប៉ុន្តែដោយស្វាមីគាត់រកស៊ីបរាជ័យគាត់ក៏ត្រឡប់មកតៃវ៉ាន់ជាមួយស្វាមីមិនថាទម្លាប់មិនបាននឹងម្ហូបសូម្បីតែពិភាក្សាជាមួយម្ដាយក្មេកក៏ជាបញ្ហាដែរដំបូងមិនចេះនិយាយពេលសែននំអាកោខ្ញុំហៅថាគុយខ្ញុំនិយាយថាខ្ញុំយកគុយមកជៀនសំណាងដែលគាត់មិនទម្លាប់ម្ហូបតៃវ៉ាន់ធ្វើឲ្យគាត់មានចិត្តបើកហាងលក់ម្ហូបស៊ីអានដំបូងស្វាមីគាត់បានសើចចំអកឲ្យគាត់ថាអ្នកចៃចូលចិត្តរសជាតិផ្អែមគាត់មិនចូលចិត្តម្ហូបស៊ីអានឡើយហឹលតិចតែឈ្ងុយណាស់គ្រឿងទាំងអស់សុទ្ធតែយកមកពីស៊ីអានទីនេះគេមិនត្រឹមតែចូលចិត្តមីសំខាន់គឺថៅកែស្រីរៀនភាសាតៃវ៉ាន់គួរឲ្យអស្ចារ្យណាស់គាត់និយាយភាសាតៃវ៉ាន់បានល្អណាស់គ្មានសំឡេងដូចចិនដីគោកសោះគាត់ពឹងលើហាងម្ហូបនេះអាចចិញ្ចឹមកូន3នាក់រហូតដល់ធំឯភ្ញៀវក៏ក្លាយជាមិត្តភក្តិនឹងគ្នានឹងបានផ្ដល់ក្នុងការផ្លូវស៊ើបសួរព័ត៌មានចំពោះជនរួមជាតិគាត់មកតៃវ៉ាន់18ឆ្នាំគាត់មានបទពិសោធន៍យ៉ាងជ្រៅជ្រះអ្នកតៃវ៉ាន់មានចិត្តស្នេហាណាស់ប្រៀបដូចជាខ្ញុំមកដំបូងគ្មានមិត្តភក្តិទេឥឡូវបានស្គាល់មិត្តជាច្រើនពួកគេក៏បានជួយជ្រោមជ្រែងដែរថ្មីត្បិតមកដំបូងត្រូវប្រឈមនឹងគេវាយតម្លៃទៅលើចិនដីគោកតែឲ្យតែយើងមានចិត្តក្លាហានប្រកាសជាអាចច្នៃប្រឌិតឯករាជ្យសម្រាប់ខ្លួនផ្ទាល់